នេះជាការងារផ្សាររបូតនៅខាងរោងចក្រខ្ញុំធ្វើផ្សារខាងបូមប្រេងប្រភេទដាក់ជីកិច្ឆាដាក់ត្រាក់ទ័រខាងកសិកម្មនេះនេះទៅការងារខាងផ្សាររបូតហ្នឹងគឺស្រួលម្យ៉ាងដែរគឺអត់សូវស្មុគស្មាញការងារស្រួលប៉ុន្តែក៏ត្រូវទាមទារឲ្យយើងចេះ setting program robot ហ្នឹងសម្រាប់ឲ្យយើង setting ដាក់អីវ៉ាន់ប្រភេទអីវ៉ាន់ mode អីចឹងហើយក៏វារៀងស្មុគស្មាញច្រើនដែរខាង setting ហ្នឹងចំពោះខ្ញុំមើលការងារខាងផ្សាររបូតនេះគឺស្រួលនិយាយទៅគឺស្រួលអត់សូវហត់ហើយអត់សូវលើកធ្ងន់អីប៉ុន្តែអាចតាមប្រភេទរោងចក្រដែររោងចក្រខ្លះធ្វើដែកផ្សារដែកធំទៅអាចរៀងធ្ងន់រៀងអីដែរប៉ុន្តែខាងរោងចក្រខ្ញុំនេះគឺអត់មានគ្រោះថ្នាក់វាមិនសូវជាគ្រោះថ្នាក់ខ្លាំងប៉ុន្តែគ្រោះថ្នាក់វាអាចមានគ្រប់ពេលដែរបើសិនយើងធ្វើបែបអត់ប្រុងប្រយ័ត្នហើយខាងការងារខាងបងប្អូនហ្នឹងខាងធ្វើខាងអីដែរហើយបងប្អូនដែលត្រៀមមកឡើងមកការ៉េហ្នឹងប្រហែលជាចង់បានការងារបែបប្រភេទស្រួលចឹងណាការងារធ្វើរាល់ថ្ងៃហ្នឹងគឺចាំតែដកដាក់អីបានពេលដែលយើង setting ហើយយើងដកដាក់ទៅហើយយើងចុចវាទៅគឺវាផ្សារអូតូទៅយើងអង្គុយលេងទៅបើហ្នឹងអង្គុយបានទៅពេលអត់តកែនៅក៏អត់ហ៊ានអង្គុយដែរខ្លាចតកែជេរដែរណានិយាយទៅអីវ៉ាន់នៅពេលដែលយើងផ្សារហើយហ្នឹងគឺយើងផ្សារក្បាលវាជាប់ទៅក្នុងកំពង់ហ្នឹងទៅហើយផ្សាយវាចេញរូបរាងបែបហ្នឹងតាមប្រភេទម៉ូតបូមអីវ៉ាន់ដែលគេកំងយកទៅធ្វើហ្នឹងចឹងការងារខាងបងប្អូនការងារខ្លះដែរ